សុយ5យ៉ាងលើតុធ្វើការជាពិសេសបុគ្គលិកក្នុងការិយាល័យត្រូវតែដឹងនិងគួរតែអនុវត្តតាមហុងស៊ុយត្រូវបានកំណត់មិនត្រឹមតែផ្ទះប៉ុណ្ណោះទេប៉ុន្តែវាមានសារៈសំខាន់ផងដែរចំពោះបរិយាកាសការងារជាពិសេសសម្រាប់បុគ្គលិកក្នុងការិយាល័យត្រូវរៀបចំតំបន់ការងារតាមគោលការណ៍ហុងស៊ុយវាត្រូវបានគេជឿថាអាចជួយលើកកម្ពស់សំណាងជោគជ័យក្នុងការងារនិងឱកាសឈានមុខក្នុងអាជីពឲ្យកាន់តែរលូនទៅមុខជានិច្ចខាងក្រោមនេះគឺជាការរៀបចំតុធ្វើការងារឬក៏កន្លែងធ្វើការរបស់យើងឲ្យត្រូវទៅតាមក្បួនហុងស៊ុយនេះដែលយើងទី1ត្រូវធ្វើនោះគឺត្រូវជ្រើសរើសទីតាំងតុធ្វើការយោងទៅតាមក្បួនហុងស៊ុយនិងតម្រង់ទិសនៃតុធ្វើការរបស់អ្នកគឺមានសារៈសំខាន់ខ្លាំងណាស់ដោយសារតែវាមានផលប៉ះពាល់នៃលំហូរថាមពលជីដែលនៅជុំវិញយើងតុធ្វើការគួរតែត្រូវដាក់កន្លែងដែលមានទ្វារអាចមើលឃើញទោះជាយ៉ាងណាក៏ដោយដើម្បីឲ្យមានអារម្មណ៍ថាខ្លួនអាចត្រៀមក្នុងការទទួលបាននូវគ្រប់គ្រងស្ថានភាពឬក៏ស្ថានភាពគ្រប់បែបយ៉ាងអ្នកមិនគួរអង្គុយទល់មុខទ្វារនោះទេបានន័យថាយើងកុំអង្គុយទល់មុខទ្វារឲ្យសោះប៉ុន្តែតុធ្វើការយើងត្រូវតែដាក់នៅទីតាំងឬក៏អង្គុយចំទីតាំងដែលគ្រាន់តែគេបើកទ្វារមកគឺគេអាចមើលឃើញយើងមូលហេតុដែលយើងមិនគួរអង្គុយទល់មុខទ្វារពីព្រោះវាធ្វើឲ្យយើងពិបាកក្នុងការផ្ដោតអារម្មណ៍ហើយធ្វើឲ្យយើងមានអារម្មណ៍ថាមិនមានសុវត្ថិភាពទៅវិញនៅទី2ដែលយើងគួរធ្វើត្រូវតែសម្អាតតុឲ្យបានទៀងទាត់ជានិច្ចការដែលរក្សាតុឲ្យស្អាតវាគឺជាធាតុសំខាន់មួយនៃក្បួនហុងស៊ុយបើសិនជាតុយើងរញ៉េរញ៉ៃវានឹងបង្កើតនូវថាមពលអវិជ្ជមានជាពិសេសវារារាំងនូវភាពច្នៃប្រឌិតការគិតនិងការបដិញ្ញាចិត្តនៅក្នុងការងារផ្ទុយទៅវិញតុស្អាតនិងមានរបៀបរៀបរយវាជួយបង្កើននូវលំហូរថាមពលវិជ្ជមានធ្វើឲ្យលោកអ្នកងាយស្រួលក្នុងការផ្ដោតអារម្មណ៍និងធ្វើការកាន់តែមានប្រសិទ្ធភាពវាក៏បង្ហាញអំពីបុគ្គលិកលក្ខណៈស្អាតស្អំនិងមានវិជ្ជាជីវៈផងដែរជាពិសេសវាមានឥទ្ធិពលវិជ្ជមាននៅលើរូបភាពនៃសហសេវកនិងការគ្រប់គ្រងរបស់អ្នកផងដែរចំណុចទី3អ្នកគួរតែតុបតែងដើមឈើតាមគោលការណ៍ហុងស៊ុយដើមឈើបន្ថែមពីលើការកាត់បន្ថយភាពតានតឹងហើយនោះវាជួយបង្កើនការប្រមូលផ្ដុំនិងភាពច្នៃប្រឌិតផងដែរវាអាចជួយស្រូបយកនូវថាមពលអវិជ្ជមានចេញដើម្បីបង្កើននូវបរិយាកាសស្រស់ស្រាយមកកាន់លោកអ្នកជាពិសេសដើមឈើអាចនាំនូវសំណាងដូចជាដើមប្រទាលនិងដើមលុយដែលត្រូវគេជឿថាជួយទាក់ទាញនូវថាមពលវិជ្ជមានលើកកម្ពស់សំណាងនិងភាពរុងរឿងចំពោះម្ចាស់តុផងដែរចូលដល់ចំណុចទី4ដែលយើងត្រូវធ្វើគឺតុបតែងតាមគោលការណ៍ហុងស៊ុយការប្រើប្រាស់គ្រឿងតុបតែងហុងស៊ុយនៅលើតុរបស់អ្នកនឹងជួយទាក់ទាញនូវថាមពលវិជ្ជមានទាក់ទាញនូវសំណាងនិងវិបុលសុខចូលដល់ក្នុងខ្លួនអ្នកឧទាហរណ៍គ្រឿងតុបតែងលម្អដែលមានប្រើដូចជាក្របកែវរ៉ែថ្មពណ៌ខៀវរូបចម្លាក់នាគបន្ថែមពីលើរូបភាពស្រស់ស្អាតវាអាចជួយឲ្យអ្នកមានតុល្យភាពនិងថាមពលជុំវិញខ្លួនផងដែរអ្នកអាចប្រើគ្រឿងតុបតែងទាំងនោះដាក់នៅជ្រុងនៃតុការងារឬក៏នៅលើធ្នើនៃតុដើម្បីបង្កើននូវបរិយាកាសការងារនៅទី5តុរបស់អ្នកត្រូវតែមានពន្លឺល្អក្នុងក្បួនហុងស៊ុយពន្លឺគឺសំខាន់ខ្លាំងណាស់ភ្លើងបំភ្លឺគឺជាធាតុសំខាន់មួយនៃក្បួនហុងស៊ុយតុធ្វើការនៅចិត្តបង្អួចឬមួយជាមួយនឹងអំពូលមិនត្រឹមតែជាផាសុកភាពសម្រាប់ផ្នែករបស់អ្នកប៉ុណ្ណោះទេគឺវាថែមទាំងជួយនៅថាមពលវិជ្ជមានចូលដល់លោកអ្នកទៀតផងនៅពេលដែលយើងបង្កើតកន្លែងភ្លឺនិងមានខ្យល់អាកាសល្អជាពិសេសពន្លឺនឹងជួយអារម្មណ៍របស់លោកអ្នកមានភាពភ្លឺស្វាងរីករាយនិងធ្វើឲ្យអារម្មណ៍ប្រុងប្រយ័ត្នផ្ដោតអារម្មណ៍និងធ្វើឲ្យការងាររបស់អ្នកកាន់តែមានប្រសិទ្ធភាពខាងលើនេះគឺជាផ្នែកមួយឬក៏ជ្រុងមួយនៃក្បួនហុងស៊ុយលោកអ្នកអាចសាកអនុវត្តនិងភាពជាក់ស្ដែងរបស់វាទៅតាមការគិតរបស់អស់លោកអ្នកហើយសូមជួយ comment នៅវីដេអូខាងក្រោមប្រសិនបើអ្នកយល់ថាការធ្វើនេះបានទទួលនូវលទ្ធផលត្រឡប់មកវិញ